ងកម្លាំងកម្ពុជាមិនបានមកកហេតុណាមួយដែលរំលោភបំពានបទឈប់បាញ់ដោយការលើកឡើងរបស់ភាគីថៃឡើយក្រសួងការពារជាតិកម្ពុជាបានដឹងថានៅថ្ងៃទី25ខែកញ្ញាឆ្នាំ2025មានភ័យផ្លូវការរបស់កងទ័ពជើងគោករបស់ថៃនិងសារព័ត៌មានថៃមួយចំនួនបានចុះផ្សាយថាកម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធាភូមិភាគ2ដោយលើសំឡេងកាំភ្លើងសំឡេងផ្ទុះក្របបែករកឃើញការចូលចិត្តបន្លាលួសឲ្យការបាញ់ដើម្បីពិនិត្យមើលរយៈចម្ងាយលោកជំទាវឯកឧត្តមសេនីយ៍ម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបំភ្លឺថាកងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុឬធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ដោយការលើកឡើងរបស់ភាគីថៃឡើយលោកស្រីបន្តថាកងកម្លាំងរបស់កម្ពុជាសូមបញ្ជាក់សារជាថ្មីនៃការបដិញ្ញាចិត្តយ៉ាងពេញលេញចំពោះការគោរពនិងការអនុវត្តនៃកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងយោធាកម្ពុជានិងយោធាថៃបានយ៉ាងម៉ឺងម៉ាត់និងខ្ជាប់ខ្ជួនបំផុតជាមួយនឹងស្មារតីនៃការបដិញ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិតកម្ពុជាតែងតែរក្សានៅសហភាពល្អជាមួយគ្នាក្នុងនោះផងដែរគ្រប់តំណែងតំណងរវាងកម្ពុជាថៃនៅជួរមុខគឺបានធ្វើការជាមួយគ្នាជាប់ជាប្រចាំតាមរយៈការផ្ដល់ព័ត៌មានឬការបញ្ជាក់គ្នាទៅវិញទៅមកដើម្បីជៀសវាងការភ័ន្តច្រឡំឬការបង្កភាពតានតឹងណាមួយមិនចាំបាច់